ទ្ធប្រវត្តិគឺជារឿងរ៉ាវរបស់ព្រះសម្មាសម្ពុទ្ធពេលវេលានិងរដូវកាលបានមកដល់ហើយនេះខ្ញុំម្ចាស់ជ្រាបថាវាដូចជាសុបិនតែវាពិតណាស់វាពិតខ្លាំងណាស់ដូចខ្លាំងណាស់ព្រះពរមើលលោកតាហៅក្តីសុបិននេះមានន័យយ៉ាងម៉េចដែរមានន័យយ៉ាងម៉េចទូលបង្គំសូមទូលថាមានអ្វីគួរឲ្យភ័យព្រួយទេព្រះអង្គកំពុងមានលៀបជ័យព្រោះព្រះអរហន្តដ៏អស្ចារ្យកំពុងតែមកចាប់កំណើតថាម៉េចនេះយើងចិត្តមានព្រះបុត្រាហើយក្រាបទូលហើយពេលចម្រើនព្រះជន្មបើខ្លាយជាក្សត្រនឹងជាក្សត្រដ៏អស្ចារ្យនៃចក្រវាឡតែម្ដងអូអញ្ចឹងហ៎បើទ្រង់សាងភ្នោះនឹងត្រាស់ជាព្រះពុទ្ធអង្គមុនគ្រិស្តសករាជ623ថ្ងៃ15កើតខែពិសាខនៅឧទ្យានលំពិនីក្នុងនគរកបិលភស្តុទេសូមឈប់រទេះនៅក្រោមដើមឈើធំមួយនោះតែឈប់មានការអីព្រះម៉ែទ្រង់មិនគួរចោះទេសុំយាងមកវិញមកទូលបង្គំទទួលព្រះរាជបញ្ជាពីព្រះអង្គមិនអោយឈប់រហូតទាល់តែធ្វើដំណើរទៅដល់អាណាចក្រយើងគួរតែធ្វើដំណើរទៅមុខទៀតយើងមិនអាចទៅដល់នគរបិតាទេយើងចិត្តប្រសោតហើយ